Buddy, you think you look strong? You're wearing a cape. You're just a cheap fucking knockoff. Knock it off! Just knock it off! 6អត្ថន័យនៃឃ្លាអង់គ្លេស knock off បើជាឃ្លាកិរិយាសព្ទឃ្លាមួយនេះមានន័យដល់ទៅ5ឯណោះន័យទី1របស់វាគឺឈប់ធ្វើការដែលជាន័យដែលត្រូវបានប្រើនៅប្រទេសអូស្ត្រាលីនិងប្រទេសអង់គ្លេសឧទាហរណ៍ Let's knock off early today and go for a drink មានន័យថាតោះឈប់ធ្វើការលឿនបន្តិចថ្ងៃនេះហើយទៅរកស្រាផឹកន័យទី2របស់វាគឺបញ្ចុះឬបន្ថយតម្លៃអីវ៉ាន់ឬចំនួនអ្វីមួយឧទាហរណ៍ They knocked $5 off the original price មានន័យថាពួកគេបានបន្ថយ$5នៃតម្លៃដើមនៅក្នុងភាសាអង់គ្លេសគេនិយមប្រើឃ្លាថា knock it off នៅពេលដែលគេចង់ប្រាប់នរណាម្នាក់ឲ្យបញ្ឈប់ធ្វើអ្វីមួយជាពិសេសក៏អ្វីដែលគួរឲ្យធុញទ្រាន់រំខានរញ៉េរញ៉ៃឬមិនគួរសមឧទាហរណ៍ Hey knock it off I'm trying to concentrate មានន័យថា Hey ចុះធ្វើរឿងហ្នឹងមើលខ្ញុំកំពុងព្យាយាមផ្ដោតអារម្មណ៍ន័យទី4របស់វាគឺសម្រាប់នរណាម្នាក់ចំពោះន័យមួយនេះគឺជាន័យដែលយើងប្រើនៅក្នុងស្ថានភាពមានផ្លូវការឧទាហរណ៍ The mob boss ordered him to be knocked off មានន័យថាមេ mafia បានបញ្ជាឲ្យគេសម្លាប់គាត់ចំណុចន័យទី5របស់វាវិញយើងប្រើវាដើម្បីមានន័យថាធ្វើឲ្យអ្វីមួយធ្លាក់របត់ឬដួលឧទាហរណ៍ The cat knocked the vase off the shelf មានន័យថាឆ្មានឹងបានធ្វើឲ្យថប់ការនឹងធ្លាក់ពីលើធ្នើបើថ្នាក់ពេជ្រជំនាញវិញយើងអាចសរសេរវាដោយមានបាច់ដកឃ្លាឬដោយដាក់សញ្ញាត្រីមួយនៅកណ្ដាលពាក្យទាំងពីរហើយយើងប្រើវាក្នុងទ្រង់ជានាមនេះដើម្បីសំដៅលើអ្វីមួយដែលមិនមែនជារបស់ដើមឬជារបស់ត្រាប់คล้ายៗឬរបស់ចម្លងដោយខុសច្បាប់ដែលជាធម្មតាជារបស់ចម្លងពីម៉ាកដែលល្បីៗឧទាហរណ៍ That bag looks like Louis Vuitton but it's actually a knockoff មានន័យថាកាបូបនោះមើលទៅដូចជាម៉ាក Louis Vuitton តែតាមពិតទៅវាជារបស់ចម្លងឬคล้ายៗសោះ